ប្រសិនបើយើងកំពុងតែមានការឡើងជាតិស្ករតើយើងធ្វើយ៉ាងណាដើម្បីទប់ស្កាត់កុំឲ្យយើងវិវត្តទៅជាបញ្ហាទឹកនោមផ្អែមនៅក្នុងថ្ងៃនេះនាងខ្ញុំមាន5កលឹះធំៗចង់មកចែករំលែកដល់ពុកម៉ែបងប្អូនទាំងអស់គ្នាចំណុចទី1គឺត្រូវការសម្រកទម្ងន់ប្រសិនបើយើងលើសគីឡូទី2គ្រប់គ្រងរបបចំណីអាហារឲ្យបានត្រឹមត្រូវជៀសវាងអាហារប្រៃពេកអាហារផ្អែមពេកអាហារដែលមានជាតិស្ករខ្ពស់ទី3គឺត្រូវតែធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ចំណុចទី4គឺត្រូវតែគ្រប់គ្រងការ stress របស់យើងព្រោះតែកាលណាយើង stress ក៏ធ្វើឲ្យជាតិស្កររបស់យើងមានការកើនឡើងខុសពីធម្មតាដែរហើយចំណុចទី5ចុងក្រោយគឺត្រូវតែតាមដានជាតិស្កររបស់បងប្អូនជាមួយនឹងគ្រូពេទ្យជំនាញឲ្យបានត្រឹមត្រូវជៀសវាងជាតិស្កររបស់យើងវិវត្តពីមួយដំណាក់កាលទៅមួយដំណាក់កាលអាចឈានចូលដល់ដំណាក់កាលបញ្ហាទឹកនោមផ្អែមបានដូច្នេះសម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែមានការឡើងជាតិស្ករសូមអនុវត្ត5វិធីនេះដើម្បីកុំឲ្យជាតិស្កររបស់យើងវិវត្តទៅជាបញ្ហាទឹកនោមផ្អែមបានហើយបើសិនបើមានបញ្ហានេះហើយពិបាកនៅក្នុងការស្វែងរកដំណោះស្រាយនៅក្នុងថ្ងៃនេះនាងខ្ញុំសូមណែនាំជាមួយនឹងផលិតផលបំពេញសុខភាព V-Hope សម្រាប់ផលិតផលបំពេញសុខភាព V-Hope នេះគឺអាចជួយសម្រួលបញ្ហាសុខភាពរបស់បងប្អូនបានដូច្នេះសម្រាប់ពុកម៉ែបងប្អូនដែលចង់ដោះស្រាយអាចទំនាក់ទំនងតាមលេខទូរស័ព្ទទាំង3ខ្សែនៅក្នុងវីដេអូនេះឬក៏អាចឆាតចូលនៅក្នុង page របស់នាងខ្ញុំផ្ទាល់បានថ្ងៃនេះនាងខ្ញុំផាត់ចន្ទថ្លាសូមអរគុណនិងសូមជម្រាបលាជួបគ្នាជាមួយនាងខ្ញុំនៅក្នុងវីដេអូក្រោយ